បេសកកម្មនាំភ្ញៀវទេសចរទៅដើរលេងកម្សាន្តរូងក្រោមដីនៅឯប្រទេសវៀតណាមបងឡើយគឺការដើរឆ្លងកាត់ព្រំដែនដោយសារភ្ញៀវមិនអាចយកឡានគាត់ចូលបាននៅផ្ទាល់ទេដូច្នេះតម្រូវគាត់ទុកឡានគាត់នៅច្រកព្រំដែនខាងខ្មែរបន្ទាប់មកយើងដើរឆ្លងកាត់ពីព្រំដែនខ្មែរទៅព្រំដែនវៀតណាមបន្ទាប់មកយើងហៅឡាននៅខាងវៀតណាមជិះទៅបន្តនៅពេលយើងបានឡើងឡានហើយខ្ញុំក៏ឆ្លៀតពេលថតទេសភាពតាមផ្លូវបង្ហាញបងប្អូនមើលបន្ថែមទៀតទេសភាពតាមផ្លូវពិតជាមើលទៅស្រស់ស្អាតមែនទែនបន្ទាប់ពីធ្វើដំណើរចេញពីព្រំដែនដែលយើងចំណាយពេលអស់ប្រហែលជា1ម៉ោងទីបំផុតយើងបានមកដល់ច្រកចូលនៃផ្លូវរួមក្រោមដីគូជីហើយចំពោះការចូលទស្សនាគឺគេតម្រូវឲ្យយើងទិញសំបុត្រដើម្បីចូលប៉ុន្តែដោយសារកន្លែងទិញសំបុត្រនោះខ្ញុំនៅវល់ទិញសំបុត្រដូច្នេះខ្ញុំមិនបានថតបង្ហាញបងប្អូនទេបន្ទាប់ពីយើងទិញសំបុត្រហើយគឺយើងដើរចូលទៅក្នុងដើម្បីយកសំបុត្រនោះទៅឲ្យក្រុមការងារនៃសារមន្ទីរដើម្បីឆែកមើលបេតុងទៀតទើបយើងអាចដើរចូលទៅដល់ផ្លូវរួមក្រោមដីគូជីនោះត្រង់នេះនៅពេលដែលយើងបានដើរចូលតំបន់ផ្លូវរួមក្រោមដីគូជីហើយគឺនឹងមានអ្នកណែនាំយើងបេតុងទៀតក្នុងដែលនិយាយអំពីដំណើរការជីករួមផ្សេងៗនិងវិធីក្នុងការលាក់ខ្លួនតើអ្វីដែលគាត់បានណែនាំបញ្យល់យើងផ្លូវរួមក្រោមដីនេះគឺជីកប្រើរយៈពេលអស់20ឆ្នាំហើយមានប្រវែង250គីឡូម៉ែត្រដែលលាតសន្ធឹងពីក្រោមទីក្រុងហូជីមិញរហូតដល់ព្រំដែនកម្ពុជាត្រង់នេះគឺជារួមក្រោមដីទី1ដែលយើងនឹងចូលចំណែកនេះគឺជាអណ្ដូងដែលគេជីកយកទឹកប្រើប្រាស់នៅក្នុងរូងក្រោមដីមួយតង់ទៀតខ្ញុំមិនដឹងថាអណ្ដូងនេះមានជម្រៅប៉ុន្មានទេបងប្អូនក៏ប៉ុន្តែគឺតាមអ្វីយើងថតគឺជ្រៅខ្លាំងមែនទែនឃើញអ្វីដូចជាដំបូកនេះយើងកុំច្រឡំថាដំបូកនេះមិនមែនជាដំបូកទេនេះគឺជារុនយកខ្យល់ដើម្បីផ្គត់ផ្គង់ខ្យល់អុកស៊ីសែនទៅអ្នកដែលនៅក្នុងរុនក្រោមដីដកដង្ហើមច្រកនេះគឺច្រកចូលនៅរោងក្រោមដីទី2របស់យើងដែលយើងនឹងមកដល់នេះគឺច្រកនេះតូចមែនទែនគឺបើមិនជាអ្នកមានមាឌធំធំល្មមៗអាចចូលរួចទេរត់នេះបានតែអ្នកស្គមទេតែអាចចូលរួចចំណែកការលាក់របស់គេវិញគឺចិត្តល្អមែនទែនបន្លំមួយស្លឹកឈើយើងមើលមកគឺអត់ចាប់អារម្មណ៍ថាមានរោងចូលក្រោមដីទេបន្ទាប់ពីស្ដាប់តាមការណែនាំផ្សេងៗរបស់អ្នកប្រទេសហើយឥឡូវនេះយើងយកតាមចូលអ្នកនរគ្នាឃើញទេរុននេះគឺតូចមែនទែនអញ្ចឹងបើមិនជាអ្នកមាឌធំអីគឺមិនអាចចូលរួចទេក៏ប៉ុន្តែនៅផ្នែកម្ខាងទៀតគឺមានរុនមួយដែលធំជាងនេះបន្តិចដែលគេជីកឆ្នៃថ្មីសម្រាប់ឲ្យអ្នកមាឌធំគាត់អាចចូលបានដែរនៅពេលយើងចូលមកដល់ក្នុងគឺរុនមានសភាពបែបនេះអ្នកនរគ្នារុននេះគឺតូចមែនទែនសម្រាប់អ្នកដែលមាឌធំជាពិសេសគឺអ្នកដែលជនជាតិអឺរ៉ុបគឺគាត់ពិបាកក្នុងការចូលមែនទែនហើយរុននេះកាលពីមុនឡើយមិនមែនប៉ុណ្ណេះទេអ្នកនរគ្នាគឺតូចជាងនេះទៀតក៏ប៉ុន្តែដោយសារគេច្នៃធ្វើជាតំបន់ទេសចរទើបគេជីករុននេះឲ្យធំបន្ថែមបន្តិចទៀតដើម្បីឲ្យងាយស្រួលដល់ជនបរទេសជាពិសេសគឺភ្ញៀវអឺរ៉ុបគាត់អាចចូលទៅមើលទស្សនានៅក្នុងនេះបាននៅក្នុងនោះដើម្បីកាត់បន្ថយការហប់ខ្យល់ជៀសវាងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរខាងគេក៏បានរៀបចំឆ្នៃជាបំពង់ខ្យល់តូចបន្ថែមទៀតដាក់ចូលព្រមខ្យល់ក្នុងរុននោះមានបំពង់ខ្យល់ធ្លាក់បែបនេះហើយព
ពួកខ្ញុំនៅតែបែកញើសជោគស្ទើរតែទ្រាំមិនបានទៀតប៉ុន្តែអ្វីខ្ញុំកត់សរសើរនោះកាលពីជំនាន់សង្គ្រាមគឺមិនមានឆ្នៃដាក់បំពង់ខ្យល់បន្ថែមបែបនេះទេតែអ្វីដែលគួរឲ្យកត់សរសើរនោះគឺកងទ័ពវៀតណាមនៅក្នុងនោះអាចរស់នៅក្នុងរន្ធកោដីនោះរហូតដល់រាប់ឆ្នាំបានពិតជាការតស៊ូដ៏អស្ចារ្យមែនបន្ទាប់ពីបញ្ចប់ការដើរទស្សនាពួកយើងក៏មកសម្រាប់ផឹកទឹកបន្តិចដើម្បីបាត់ហត់កំឡុងពេលសម្រាប់ដែរគេក៏មានជាប្រភេទអាហារសម្រន់គឺដំឡូងមីដើម្បីឲ្យយើងញ៉ាំចំណែកដំឡូងមីដែរក៏បង្ហាញអំពីការតស៊ូរបស់កងទ័ពវៀតណាមកាលពីជំនាន់នោះផងដែរដោយសារកាលពីជំនាន់នោះពិបាកក្នុងការរកអ្វីមកហូបដូច្នេះមានតែដំឡូងមីនេះហើយដើម្បីអាចយកមកពិសាដើម្បីចិញ្ចឹមទ័ពជំនួសបាយបានដល់ចំណុចនេះបេសកកម្មនាំភ្ញៀវដើរលេងតំបន់ទេសចរបែបប្រវត្តិសាស្ត្ររបស់វៀតណាមគឺផ្លូវរួមកោដីគូជីក៏បានបញ្ចប់ប្រសិនបើបងប្អូនត្រូវការសេវាកម្មបកប្រែផ្សេងពាក់ព័ន្ធនឹងបកប្រែបែបទេសចរពាក់ព័ន្ធនឹងបកប្រែបែបការងារកិច្ចចុងត្រាផ្សេងឬក៏បកប្រែនៅមន្ទីរពេទ្យឬក៏បកប្រែអ្វីផ្សេងទៀតតាមតម្រូវការបងប្អូនអាចឆាតមកមជ្ឈមណ្ឌលភាសាវៀតណាមម៉ាឌីបានសូមអរគុណ